Trong lý số có được sựស្ដីពុំបានបងប្អូនអរគ្នាស្វាគមន៍មកកាន់ website Dara SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀប boost បេះដូងទៅលើ post របស់ TikTok ហើយការ boost post បេះដូងទៅលើ TikTok នឹងទៀតគឺគ្មានអីពិបាកទេអ្នកទាំងគ្នាគឺងាយៗដូចរាល់ដងអញ្ចឹងគឺគ្រាន់តែតម្រូវបងប្អូនអរគ្នាមាន link របស់វីដេអូ TikTok ហ្នឹងហើយយើងយកទៅផាសជាមួយ website របស់យើងគឺរួចជាការស្រេចហើយពិតបានផល 100% អ្នកទាំងគ្នាឥឡូវយើងចាប់ផ្ដើមធ្វើការ boost ទាំងអស់គ្នាដែលជាដំបូងខ្ញុំសូមធ្វើការរកវីដេអូណាមួយមកដើម្បីយើងធ្វើការបូសឥឡូវខ្ញុំសូមធ្វើការយកវីដេអូមួយនេះហើយបន្តខ្ញុំសូមធ្វើការចូលទៅ copy link អូខេអ្នកគ្នាពេលនេះគឺខ្ញុំបានធ្វើការ copy link រួចរាល់ហើយឥឡូវនេះខ្ញុំសូមធ្វើការចូលទៅកាន់ website របស់យើងតែម្ដងគឺជា website Dara SMM មុននឹងអាចចូលទៅកាន់ website Dara SMM បានជាដំបូងគឺតម្រូវបងប្អូនអរគ្នាមាន web browser ណាមួយក៏បានដែរនៅលើទូរស័ព្ទដៃរបស់ពុកម៉ែបងប្អូនអរគ្នាដែលអាចធ្វើការ open search ចូលទៅកាន់ website Dara SMM បានឥឡូវនេះខ្ញុំសូមធ្វើការចូលទៅតាម web browser Chrome ឬក៏ Google Chrome ហើយបន្តទៀតយើង search website របស់យើងមកគឺជា website Dara SMM ហ្នឹងអ្នកនរគ្នាដែលយើង search ថា Dara SMM មកអូខេអ្នកនរគ្នាហើយនេះគឺជា website Dara SMM ដែលនៅខាងលើគេហ្នឹងឥឡូវខ្ញុំសូមធ្វើការចុចចូលទៅលើវាតែម្ដងអូខេអ្នកគ្នាហើយនេះគឺជា dashboard របស់ website Dara SMM ដែលខ្ញុំបានធ្វើការ login ក៏ដូចជាដាក់លុយចូលរួចរាល់ហើយសម្រាប់បងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប login ក៏ដូចជាពីរបៀបដាក់លុយខ្ញុំនឹងធ្វើការដាក់ link នៅខាងក្រោម description ដើម្បីបងប្អូនអ្នកគ្នាអាចចូលទៅទស្សនាពីរបៀប login ចូលក៏ដូចជាពីរបៀបដាក់លុយចូលមកកាន់ website ជាដើមតោះឥឡូវនេះយើងចាប់ផ្ដើមធ្វើការប៊ូទាំងអស់គ្នាដែលជាដំបូងយើងក៏លេខមកកាន់ dashboard របស់យើងមកដែលបងប្អូនអ្នកគ្នានឹងឃើញមាន logo ជាច្រើនឬក៏ shortcut ជាច្រើនឥឡូវយើងចុចលើ logo របស់ TikTok មកដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់ TikTok ទេហើយបន្តទៀតអ្នកនរគ្នា scroll ដល់ខាងក្រោមបន្តិចមកអ្នកនរគ្នាមើលកន្លែង category គឺជាប្រភេទរបស់វាដែលយើងជិះចូលដល់នឹងមួយទៅបងប្អូនអ្នកគ្នានឹងឃើញមានជាច្រើនប្រភេទដែលតាក់ទងទៅនឹង TikTok បងប្អូនអ្នកគ្នាអាចរកមើលបានប្រភេទមួយណាដែលបងប្អូនអ្នកគ្នាកំពុងតែមានតម្រូវការគឺបងប្អូនអ្នកគ្នាអាចចុចធ្វើការជ្រើសរើសបានដោយក្នុងវីដេអូនេះខ្ញុំសូមធ្វើការជ្រើសរើស TikTok Live អ្នកនរគ្នាហើយសម្រាប់ website Dara SMM របស់យើងការប៊ូសទៅលើ TikTok Live គឺវាមាន3ជម្រើសបងប្អូនអ្នកគ្នាជ្រើសរើសទី1គឺ TikTok Live Chapter 1 minute 10k speed អានឹងវាមានន័យថាក្នុង1នាទីគឺវាអាចដើរបានចំនួន 10k អ្នកនរគ្នាសេវាកម្មនេះគឺលឿនមែនទែនហើយទី2គឺ TikTok Live Chapter New ហើយទី3គឺ TikTok Live ធម្មតាអ្នកនរគ្នា3ហ្នឹងបងប្អូនអ្នកគ្នាពេញចិត្តលើប្រភេទមួយណាគឺបងប្អូនអ្នកគ្នាអាចធ្វើការជ្រើសរើសបានឥឡូវខ្ញុំសូមធ្វើការជ្រើសរើសTikTok ខាងលើគេតែម្ដងអ្នកនរគ្នាហើយ service គឺជាសេវាកម្មរបស់វាអ្នកនរគ្នាដែលយើងចុចចូលនៅហ្នឹងទៅដែលបងប្អូនអ្នកគ្នានឹងឃើញមានជាច្រើនសេវាកម្មឲ្យបងប្អូនអ្នកគ្នាជ្រើសរើសបងប្អូនអ្នកគ្នាអាចអានមើលបានសេវាកម្មមួយណាដែលបងប្អូនអ្នកគ្នាមានតម្រូវការឬក៏បងប្អូនអ្នកគ្នាពេញចិត្តលើសេវាកម្មមួយណាបងប្អូនអ្នកគ្នាអាចធ្វើការជ្រើសរើសបាននៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មណាមួយដើម្បីបង្ហាញបងប្អូនអរគ្នាអូខេដល់គ្នាខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មខាងក្រោមគេតែម្ដងដែលមានលេខ ID ទី4450 TikTok Live Reel និង bot account ហើយចំនួនដែលយើងអាចដាក់វាបានចំនួនខ្ពស់បំផុតគឺរហូតដល់ចំនួន 12M ហើយក្នុង1នាទីគឺវារួចរាល់ចំនួន 10k អ្នកនរគ្នា speed របស់វាគឺលឿនមែនទែនសេវាកម្មមួយនេះហើយ instant នៅពេលដែលយើងបញ្ជាទិញសេវាកម្មនេះរួចរាល់វានឹងធ្វើការដំណើរការភ្លាមតែម្ដងអ្នកនរគ្នា Live time ហ្នឹងគឺជារយៈពេលធានារបស់គេអ្នកនរគ្នាហើយតម្លៃរបស់វាវិញគឺ 1k តម្លៃត្រឹមតែ 0.027 សេនទេអ្នកគ្នាតម្លៃគឺធូរថ្លៃមែនទែនឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មមួយនេះតែម្ដងហើយបន្តទៀតមកអ្នកនរគ្នាកន្លែង link ហ្នឹងគឺជា link វីដេអូ TikTok របស់យើងដោយសារតែខ្ញុំបានធ្វើការ copy link ពីខាងដើមវីដេអូទៅហើយត្រង់ចំណុចនេះខ្ញុំសូមធ្វើការផាសចូលតែម្ដងអូខេអ្នកនរគ្នាហើយបន្តទៀតមក quantity ហ្នឹងគឺជាចំនួនដែលយើងត្រូវធ្វើការទិញដាក់ហ្នឹងអ្នកនរគ្នាដែលគេនិយាយថាពីចំនួនតូចបំផុតដែលយើងអាចទិញដាក់បានពីចំនួន10រហូតដល់ចំនួន12លានគឺច្រើនមែនទែនបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនអរគ្នាអាចដាក់ចូលចំនួនប៉ុណ្ណឹងបានប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនអរគ្នាដាក់ចំនួនតែ200ទេហើយ200គឺយើងអស់លុយត្រឹមតែ 0.005 សេនអ្នកនរគ្នាមិនដល់1សេនផងតម្លៃគឺធូរថ្លៃមែនទែន
អូខេបន្ទាប់ពីខ្ញុំបានធ្វើការបំពេញ color រួចរាល់ហើយឥឡូវនេះខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងដើម្បីយើងធ្វើការបញ្ជាទិញ អូខេអ្នកគ្នាពេលនេះគឺខ្ញុំបានធ្វើការបញ្ជាទិញជោគជ័យហើយនៅពេលដែលធ្វើការបញ្ជាទិញជោគជ័យវានឹងចេញទម្រង់បែបនេះហើយនេះគឺជាវិក័យប័ត្រដែលគេផ្ដល់ឲ្យយើងសម្រាប់ឲ្យយើងផ្ទៀងផ្ទាត់ដូចជាលេខ ID service link អីចឹងទៅប្រហែលបងប្អូនអ្នកគ្នាហើយក៏សូមអធិស្ឋានដែរអ្នកនរគ្នាចំពោះវីដេអូនេះដោយសារតែអាកាសធាតុនៅទីនេះវាកំពុងតែមានភ្លៀងធ្លាក់ខ្លាំងអ្នកនរគ្នាអូខេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ